គ្នាយើងទីលើកតំណែងលៀងថា Angela and New Starlight ដែលជាកូនពៅប្រចាំ Mobile Legends ហ្នឹងគឺថានឹងដាក់លក់នៅក្នុង Russia នឹងម៉ោង 3 នៅក្នុង Starlight Shop ឯណាអញ្ចឹងបើសិនជាណាគេដែលគាត់មាន fragment គ្រប់ត្រូវទិញក៏ទិញឲ្យហើយទៅបើសិនជាណាគេអត់ទាន់គ្រប់ទេអាចសុំទិញបានណាព្រោះថា skin ហ្នឹងគឺស្អាតខ្លាំងមែនតើហើយសំខាន់ជាងគេគឺពណ៌ pink អីអញ្ចឹងណាមិនថាជា six ជូតឬក៏ boy ទេគឺត្រូវទៅហើទាំងអស់ហ្មងបើសម្រាប់ខ្ញុំវិញខ្ញុំទិញតាំងពីកាលចេញ event Angela នឹងដំបូងដល់ពេលហើយមានណាចាយលុយអស់ហ្នឹងច្រើនដែរអញ្ចឹងណាប៉ុន្តែយើងចំណេញអង្ការនោះទិញ Angela មួយគឺ free Angela មួយទៀតយល់ថាយើងទិញ skin star ហ្នឹងមួយហើយគេ free Aspiria មួយអញ្ចឹងណាវារៀងចំណេញដែរណាចាហើយបើនិយាយពី game នេះវិញគឺថាគ្មានណាគេ friendly ជាងតែងហ្នឹងទេនិយាយមែនឃើញមុខគុកអាសំខាន់ហ្នឹងអាគុករបស់គាត់ recall សាច់ដុំហ្នឹងនិយាយមែនលយដែរហ្នឹងប៉ុន្តែខ្ញុំឆ្លាញ់ epic ជាងចាដល់ពេលនិយាយរឿង recall អញ្ចឹងបាននឹកឃើញថាគ្នាយើងមួយចំនួនហ្នឹងគិតថាខ្ញុំហ្នឹងអ្នកមានណាសុំ skin មួយមកចាសុំ diamond មួយមកចាតាមពិតខ្ញុំក្រីក្រចង់ងាប់ហ្នឹងសូម្បីតែ recall epic ប្រើថ្ងៃនេះគិតថាខ្ញុំហ្នឹងដាក់លុយមែនចាគ្មានទេអង្ការហ្នឹង yellow diamond គេមកមានឯណាមីនេះដាក់ខ្ទេចគ្មានទិញ skin ទេហើយសំខាន់ណាអង្ការប្រមូលបានដូចជា800ជាងគឺថាដាក់អស់800ទេបានអញ្ចឹងណាវាចំណេញដែរណាចាចុះសម្រាប់គ្នាយើងវិញពេលដែលយើងដល់ diamond មកគ្នាយើងទិញអីគេដែរ